ទឹកមួយថ្ងៃបងប្អូនឥឡូវមេយកដីចូលរួចហើយមេយកដីចូលពេញហើយគ្រាន់តែតទឹកពីបន្ទប់នឹងប៉ុណ្ណឹងសោះមួយថ្ងៃរបស់ងាយគេដែររវល់គេដែរបងប្អូនមេគាត់យកដីចូលពេញយើងតទឹកហើយគាត់ដាក់ដីចូលហើយដែរនៅតែចាក់សាបល្អដែរហើយខាងក្រៅនេះយើងបញ្ចប់ព្រឹកមិញមើលកណាត់ថ្ងៃចប់ពេលថ្ងៃចាំតែដបូលមកដល់ប្រក់តែម្ដងមានអ្វីមានសេរីភាពមានក្តីសោកជាងធ្វើសំណង់ទេដល់ទៅទៅមិនសូវមានសម្ពាធប្រហែលយើងដូរកន្លែងមួយទៅកន្លែងមួយកន្លែងមួយទៅកន្លែងមួយរឿងលហើយមុខហើយមាត់ដែរបើសិនជាយើងនៅតែមួយកន្លែងមានអារម្មណ៍ថាធុញកន្លែងការងារដែរតា